ជំរាបសួរសួស្តីបងប្អូនថ្ងៃនេះមកតាមគេតាមឯងដែរនេះឃើញមករយៈនេះគេផ្អើលញ៉ាំបាញ់កាញ់ក្តាមមកអញ្ចឹងក៏មកសាកឲ្យបានស្គាល់ជាតិគេកន្លែងដែលមកញ៉ាំបាញ់កាញ់ក្តាមនេះមិនបានទៅដល់ណាឆ្ងាយដល់វៀតណាមដល់អីទេត្រឹមតែផ្សារច្បារអំពៅយើងហ្នឹងនិយាយទៅហួសផ្សារច្បារអំពៅមកបន្តិចផ្លូវទៅច្រាំងបាក់ហើយបាញ់កាញ់មួយចានដែលខ្ញុំកំងនេះតម្លៃ$4ក្នុងមួយចាននេះមានសាច់ច្រើនមុខមានបកាមានសាច់ជ្រូកមានពងក្រួចមានសាច់ក្តាមមានដូចមានប៉ាតេទៀតច្រើនមុខខ្ញុំធម្មតាមិនឬចូលចិត្តម្ទេសអញ្ចឹងញ៉ាំអីក៏ខ្ញុំដាក់ម្ទេសដែរអូតែបានហឹលបានឆ្ងាញ់ខ្ញុំនិយាយតាមទ្រាំបាញ់កាញ់ក្តាមនេះខ្ញុំមកញ៉ាំលើកដំបូងហើយអត់ដឹងគេចាប់ផ្ដើមញ៉ាំពីណាទៅណាដាក់អីខ្លះខ្ញុំអត់សូវដឹងដែរខ្ញុំមើលតែតុកចិត្តហ្នឹងឃើញគេដាក់អីខ្ញុំដាក់នឹងដែរដាក់តាមគេសម្រាប់ទឹកជ្រលក់គេក៏ប្លែកថ្មីប្លែកនិយាយទៅថ្មីប្លែកគ្រប់ទាំងអស់ហ្មងតែបាញ់កាញ់ក្តាមនេះដល់ពេលយើងញ៉ាំមួយឆាខ្វៃឆ្ងាញ់ណាមានអារម្មណ៍ថាវារៀងចូលជាតិមួយឆាខ្វៃឆ្ងាញ់អញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តសាកអ្វីដែលថ្មីររសជាតិថ្មីប្លែកអាចមកសាកបាញ់កាញ់ក្តាមនេះបានសម្រាប់ទីតាំងខ្ញុំនឹងដាក់ជូននៅក្នុងខមមិនអរគុណសូមជម្រាបលាបាយបាយ